ឥឡូវគិតថាបកស្រាយបញ្ហាចុះណាបកស្រាយសំណួរម្សិលមិញសំណួរបកបានតែ2លើបកបន្តទៀតបន្តពីម្សិលមិញនេះម្សិលមិញសួរថាហេតុអីបានជាខ្មែរខ្លះកាន់ពុទ្ធសាសនាក្រអានឹងបករួចហើយទី2នៅពេលស្ដាប់ធម៌ហើយងងុយដេកលក់ទៅចាស់ថាកើតជាតិក្រោយថ្លង់តើវាយ៉ាងម្ដេចដែរពាក្យចាស់និយាយហ្នឹងក៏មិនជាខុសតោះអីទេប៉ុន្តែគ្រាន់ថាគាត់និយាយដាស់តឿនយើងកុំឲ្យយើងប្រមាថតែប៉ុណ្្នឹងឯងប៉ុន្តែការពិតនោះវាមិនជាអញ្ចឹងទេវាគ្រាន់តែខ្វះសេចក្តីគោរពតែប៉ុណ្្នឹងឯងពីព្រោះពាក្យថាស្ដាប់ធម៌ដោយល្អគឺតាំងចិត្តឲ្យយល់ដល់ស្ដាប់ទៅលក់មិនមានតាំងចិត្តអីមែនទេនឹងសុខសោសੰលពតេបញ្ញាការស្ដាប់ធម៌ដោយល្អរមែងបាននៅបញ្ញាហើយបើជាស្ដាប់មិនល្អថាវាអត់បានបញ្ញាស្ដាប់អត់យកចិត្តទុកដាក់ដោយសារធ្លាប់ឮលោកទេសរឿងអបាសក4នាក់នោះ5នាក់តែគាត់ទៅស្ដាប់ធម៌បាសកម្នាក់ហ្នឹងគាត់ស្ដាប់ទៅមើលមេឃមើលផ្កាយបាសកម្នាក់ទៀតស្ដាប់ទៅងរូនដើមឈើម្នាក់ទៀតនោះស្ដាប់លក់ទៅម្នាក់ទៀតយកឈើមកគូដីលេងហើយក្នុងចំណោមហ្នឹងមានម្នាក់ហ្នឹងស្ដាប់ដោយយកចិត្តទុកដាក់បានព្រះអានន្ទលោកថាធម៌ព្រះអង្គនឹងវិរោះណាស្ដាប់ទៅយល់ចូលចិត្តជ្រួតជ្រាបដល់ហឫទ័យសពសាច់សរសៃគឺថាมันមានកន្លែងណាដែលมันមានបៃតិនោះទេហេតុអីបានជាមនុស្សទាំងឡាយស្ដាប់ទៅដូចហីដូចថាធ្វើអីធ្វើនឹងទៅដូចថាវាដូចហ្នឹងហើយចង់ធ្វើអីធ្វើនឹងទៅដូចថាគ្មាន pay attention អីសោះហ្នឹងបានមានតែបរិសម្នាក់ប៉ុណ្ណោះដែលស្ដាប់យកចិត្តទុកដាក់ព្រះអានន្ទលោកស្ដាប់ធម៌មិនទាំងចង់ហ៊ានក្អកហើយដល់អញ្ចឹងព្រះសម្មាសម្ពុទ្ធសួរថាកੰនិជានេសិអានន្តៈមនាលអានន្ទតើអ្នកមិនដឹងទេឬមិនដឹងមូលហេតុទេឬបានព្រះអានន្ទឆ្លើយថាអហង្ផន្តេនិជានាមិបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនដឹងទេអត់ដឹងហេតុអីបានជាធម៌ពីរោះអញ្ចឹងហើយគាត់ស្ដាប់មិនបានព្រះអង្គសម្ដែងថាអ្វីវាមានហេតុមនាលអានន្ទកុំថាឡើយដល់ទៅអត្តន័យនៃព្រះធម៌សំបីថាពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈពាក្យបរតនត្រ័យនេះនៅក្នុងសង្សារវដ្តនេះក្រក្រៃលែងគេមិនងាយបានឮមិនងាយបានពោលឡើយយូរកើតឡើងម្ដងយើងមើលចន្លោះដែលអត់អ្នកត្រាស់ដឹងនឹងវាយូរអត់មានពពុទ្ធហ្នឹងណាកាប់ខ្លះមកផែនដីហ្នឹងគឺថាអត់មានពពុទ្ធសោះហើយផែនដីនេះផតកັບនេះដែលឈ្មោះថាផតត្រកັບហ្នឹងប្រែថាកັບដែលចម្រើនគឺច្រើនដោយព្រះពុទ្ធមានដល់ទៅ5អង្គហើយត្រាស់4អង្គរួចស្រេចហើយប៉ុន្តែថាច្រើនហ្នឹងចន្លោះដែលអត់ពុទ្ធពធប្រសងហ្នឹងក៏ច្រើនទៀតញាតិញោមគិតចារណាមើលដូចជាកាលដែលសម័យព្រះសម្មាសម្ពុទ្ធកស្សបៈមនុស្សអាយុ 20000 ឆ្នាំនៅពេលដែលអស់សាសនាពុទ្ធកស្សបៈទៅ100ឆ្នាំក្រោយមកអត់ដល់ 20000 នេះថយ1ឆ្នាំ100ឆ្នាំទៀតថយ1ឆ្នាំ100ឆ្នាំទៀតថយ1ឆ្នាំ100ឆ្នាំទៀតថយ1ឆ្នាំរហូតដល់មនុស្សមានអាយុ10ឆ្នាំអីស្លាប់កាប់ស្លាប់គ្នាទៅ
តម្រុំតែថយដល់អាយុ10ឆ្នាំស្លាប់ហ្នឹងវារាប់សែនរាប់លានឆ្នាំបាត់ហើយណារហូតដល់ទៅកើនឡើងវិញ100ឆ្នាំបានឡើង11ឆ្នាំ100ឆ្នាំក្រោយទៀតបានឡើង12ឆ្នាំ100ឆ្នាំក្រោយទៀតបានឡើង13ឆ្នាំឡើងរហូតដល់មួយអសង្ខ័យឆ្នាំដល់ទៅវាច្រើនពេកអាយុវែងពេកទៅចន្លោះហ្នឹងសិតតែអត់មានពុទ្ធពធប្រសង្ឃទេអត់មានព្រះសម្មាសម្ពុទ្ធទេគ្មានពាក្យសម្ដីជាធម៌អាអីអត់សោះនឹងដែលនៅក្នុងផតកម្មនឹងហើយក៏ដោយរហូតដល់ចុះ100ឆ្នាំមកចុះ1ឆ្នាំ100ឆ្នាំចុះ1ឆ្នាំចំនួនឆ្នាំនឹងរាប់លែងបានទៅហើយរាប់លែងបានណាបើនិយាយពីផែនដីវិញឧបមាថាវាដោះកម្រាស់មួយយោជទៅមួយពុទ្ធន្តរពាក្យថាពុទ្ធន្តរៈពុទ្ធន្តរហ្នឹងគឺមកចន្លោះពុទ្ធហ្នឹងគឺអត់មានធម៌របស់ព្រះសម្មាសម្ពុទ្ធទេរាប់អសង្ខ័យឆ្នាំមិនអស់រាប់លានឆ្នាំរាប់អសង្ខ័យឆ្នាំហ្នឹងគឺมันមានពាក្យថាពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈរហូតដល់100ឆ្នាំចុះមួយឆ្នាំរហូតដល់អាយុសត្វមកដល់100ឆ្នាំនេះទៅជាពេលវេលាដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងព្រះអង្គទ្រង់ត្រាស់ដឹងឡើងអញ្ចឹងព្រះអង្គសម្ដែងថាក្នុងសង្សារវដ្តនេះកុំថាឡើយដល់ទៅយកគំនិតយកទៅពិចារណាស្ដាប់ទៅយល់សូម្បីតែកណ្ដាលឺថានេះពុទ្ធពធប្រសង្ឃចេះនិយាយប៉ុណ្ណឹងឬក៏ស្ដាប់ឮប៉ុណ្ណឹងព្រះអង្គថាក្រណាស់ក្រក្រៃលែងពុទ្ធុបាតោចតុលភោឃើញទេការកើតឡើងនៃព្រះសម្មាសម្ពុទ្ធនឹងជាការក្រនេះគ្មាននរណាហាមមិនឲ្យកើតទេដោយសារមិនងាយមានវីរៈបរោះឬក៏អច្ឆរិយៈបុគ្គលនឹងព្យាយាមឲ្យបានជាព្រះសម្មាសម្ពុទ្ធនឹងឯងអ្វីដែលព្រះអង្គធ្វើនឹងវារហូតដល់យើងគិតវាមិនឃើញដល់លះបង់ជីវិតលះបង់កូនចៅអីទៅទៀតយើងគេទៅទឹះជាមួយនឹងព្រះអង្គទៅទៀតមូលហេតុហ្នឹងវាមិនមែនជារឿងងាយធ្វើទេបានជាមិនងាយបានត្រាស់ជាព្រះសម្មាសម្ពុទ្ធនឹងអញ្ចឹងគ្រាន់តែពាក្យថាព្រះពុទ្ធពធប្រសង្ឃនឹងមិនងាយមានអញ្ចឹងតើការដែលយល់ធម៌នឹងវាកាន់តែក្រទៀតមែនទេហ្នឹងហើយបានព្រះអង្គថាចុះពាក្យអីទៅដែលសម្បូរអានន្ទដូចជាពាក្យថាសុខសប្បាយទេញ៉ាំទៅផឹកទៅស៊ីទៅរំទៅសម្បូរទេព្រះអង្គថាអញ្ចឹងក្នុងសង្សារវដ្តជាតិណាក៏ជួបដែរជាពាក្យជេរបចោគ្នានិយាយដើមគ្នាចាក់ចុចគ្នាឆ្លោះគ្នាតំណឹងមិនល្អពីនេះពីនោះតំអូនតំអែសេចក្តីទុកប្រត់ប្រាស់ចុះឡើងពាក្យហ្នឹងគឺសម្បូរនៅក្នុងសង្សារវដ្តជាតិណាក៏ជួបដែរមែនទេជាតិណាក៏ជួបជនជាតិណាក៏មានដែរផឹកទៅស៊ីទៅរំទៅសបាយទៅសុខសបាយទេនឹងគឺថាជាពាក្យមានគ្រប់ជាតិសាសហើយគ្រប់តែជាតិនឹងមនុស្សកើតមកជួបអញ្ចឹងអ្វីណាវាថ្នឹកអីវាចេះនឹងដល់តែមនុស្ស5នាក់នោះបានជាមកស្ដាប់ធម៌មិនបានដោយសារអីគាត់ទៅតែមកមនុស្សជាតិនឹងតាពីមុនសត្វនឹងម្នាក់ដែលស្ដាប់ធម៌ទៅដេកលក់បដាហ្នឹងគាត់ធ្លាប់កើតជាពស់ថ្លាន់500ជាតិតគ្នាមានតែបានស្ដាប់ធម៌ណាប៉ុន្តែមុនពី500ជាតិហ្នឹងទៅទៀតទៅគាត់ធ្លាប់ជ្រះថ្លានឹងពុទ្ធពធប្រសង្ឃដែរតែដល់វាខានយូរពេកមកកើតពស់ឡើង500ឆ្នាំហើយពស់ថ្លាន់ស៊ីម្ដងដេកមួយអាទិត្យអីនោះវាធ្លាប់ល្ងុយមិនតាន់អស់ញញោមហ្នឹងចលែននៅស្ងៀមព្រឹកយើងមើលមុខផ្ទះហ្នឹងវាល្វាមឃើញស្នាមចលែនមនុស្សដែលយកដីគូដៃយកឈើគូដីហ្នឹងគឺធ្លាប់កើតចលែនហ្នឹង500ជាតិតគ្នាហើយនឹងនិយាយពីឧបនិស្ស័យពីពុព្វជាតិមកម្នាក់ដែលរុនកេះនេះកេះនោះលពឹសស្ដាប់ធម៌នៅស្ងៀមកើតជាស្វា500ជាតិមកតគ្នាហើយម្នាក់ដែលស្ដាប់ទៅមើលមេឃមើលផ្កាយហ្នឹងកើតជាមនុស្ស
ប៉ុន្តែ500ជាតិកន្លងមកធ្វើតែគ្រូទីអីទេធ្វើហោរាប់ដៃរាប់ជើងទៅមើលមេឃមើលផ្កាយទៅមានតែគិតហេតុផលឯងគិតតែក្បួនហោរាទុះទាយនឹងស្ដាប់ធម៌មិនយល់ទេពីព្រោះធម៌និយាយពីហេតុផលហើយតែគិតតែក្បួនហោទេនឹងនៅនឹងហើយឃើញទេដល់តែម្នាក់ដែលស្ដាប់យល់នោះគាត់បើយើងនិយាយភាសាសម័យឥឡូវគាត់ជានិស្សិតរាល់ជាតិគាត់រៀនចេះតាមផ្លូវលោកហ្នឹងគឺថាគាត់រៀនសូត្រមានការងារអីត្រឹមត្រូវមនុស្សចេះគិតហេតុផលទោះបីមិនទាន់ជួបព្រះសម្មាសម្ពុទ្ធក៏ប៉ុន្តែមនុស្សហ្នឹងរៀនសូត្រពីសង្គមទូទៅវិទ្យាសាស្ត្រអីហ្នឹងគឺថារៀនទោះបីតែវិទ្យាសាស្ត្រសម័យនោះវាមិនទំនើបដូចឥឡូវក៏ដោយក៏អ្វីដែលជាតថភាពនៃសង្គមរៀនទៅចេះដឹងហ្នឹងហើយដល់អញ្ចឹងទៅមកជួបធម៌ព្រះសម្មាសម្ពុទ្ធនិយាយពីហេតុផលហ្នឹងវាត្រូវគ្នាណាវាត្រូវគ្នាប៉ុន្តែយើងស្ដាប់នឹងឲ្យយល់ថាបរោះប្រមាណអ្នកនឹងដែលស្ដាប់ធម៌ឲ្យដេកផងគូដីផងហ្នឹងមិនមែនជាលទ្ធផលនៃការស្ដាប់ធម៌មិនគោរពទេយើងកុំចេះតែបំភ័យគ្នាពេកណាមិនមែនជាលទ្ធផលនៃការស្ដាប់ធម៌មិនគោរពទេវាជាប់តំណតទំនៀមមកដែលសន្តានរបស់ខ្លួននឹងវាជាប់ធ្លាប់អញ្ចឹងមកទេមិនមែនថាអូស្ដាប់ធម៌ទៅឡៃដេកលក់ជាតិក្រោយទៅកើតជាពស់មិនមែនទេមិនមែនអញ្ចឹងទេអញ្ចឹងណាមិនមែនអញ្ចឹងទេគ្រាន់តែថាកាលណាបើយើងមិនយកចិត្តទុកដាក់ស្ដាប់វាអត់យល់អញ្ចឹងណាយល់ទេតែប៉ុណ្្នឹងឯងប៉ុន្តែបើយើងនិយាយលោឡារំខានគេនឹងហើយជាមូលហេតុដែលនាំឲ្យថ្លង់គោហ្នឹងវាមិនមែនមកពីមិនស្ដាប់ទេគឺមូលហេតុដែលយើងរំខានគេបាបផ្សេងយល់ទេបាបផ្សេងបើយើងមិនយកចិត្តទុកដាក់ទោសរបស់វាគឺស្ដាប់អត់យល់តែប៉ុណ្្នឹងឯងអត់មានទៅមានទោសទុកបាបទៅអីណានៃធ្លាក់នរកអីដោយសារអញ្ចឹងអត់ទេតែដែលថាបើរយស្រពន់ចុកដៃជើងគួរយើងថយទៅតម្រង់ខ្នងកុំនិយាយគ្នាលឺឆ្លើយឆ្លងអ្នកផងនឿយណៃអន្តរាយធម៌យើងធ្វើឲ្យគេអន្តរាយធម៌មានន័យថាយើងមានមាត់យើងអត់ចេះប្រើនៅក្នុងពេលដែលគួរប្រើយើងទៅរំខានគេដូចយើងទៅខ្ទប់តិចគេអញ្ចឹងគឺកំពុងតែបដោតដល់យើងលោឡាទៅវាទៅរំខានគេអានេះជាបាបផ្សេងយល់ទេបាបផ្សេងបើថាស្ដាប់មិនយកចិត្តទុកដាក់ឲ្យគាត់ទៅគោទៅថ្លង់មែនទេអាហ្នឹងទោសរបស់វាគឺស្ដាប់អត់យល់នឹងវាអត់ដឹងថាយ៉ាងម៉េចហ្នឹងអីជាងការស្ដាប់ទៅគេងបដើមមិនលក់ទៅដាក់ធัวហ្នឹងទៅក៏លក់ទៅវាមានតែស្អីអត់អីទេយល់ទេហ្នឹងហើយកុំឲ្យតែដេកមុខលោកស្ដាប់កសែតនោះមានតែស្អីអាត្មាយើងកាលសឹងលក់ដាក់ធัวស្ដាប់ដែរនោះកុំឲ្យវានឹកគេនឹកឯងអញ្ចឹងទៅស្ដាប់ធัวទៅណោះហ្នឹងអញ្ចឹងបានយើងចែកឲ្យដាច់រឿងនេះនិយាយអត់ច្បាស់យើងបំភ័យគ្នាអូស្ដាប់តែមិនយកចិត្តទុកដាក់កើតជាតិក្រោយចេះអាហ្នឹងគឺរឿងបំភ័យគ្នាទេយើងត្រូវនិយាយហេតុផលព្រះសម្មាសម្ពុទ្ធសម្ដែងថាគាត់ធ្លាប់ដេកលក់ដោយសារអាសន្តានប្រវាំងរបស់គាត់ហ្នឹងវាធ្លាប់ជាកើតជាពស់នោះវាល្ងុយមិនតាន់បាត់បានជាស្ដាប់ទៅវាជាទៅលក់ទៅយល់ទេហ្នឹងប៉ុន្តែមិនបានន័យថាលក់ឥឡូវហ្នឹងជាក្រោយកើតពស់ទៀតទេមិនមែនទេមិនអញ្ចឹងទេយល់ទេមិនអញ្ចឹងទេណាបើកាលណាយើងស្ដាប់មិនយកចិត្តទុកដាក់ទោសនៃការស្ដាប់មិនយកចិត្តទុកដាក់គឺអត់យល់តែប៉ុណ្ណឹងទោសរបស់វាគឺប៉ុណ្ណឹងអត់មានទោសអីទេតែបើយើងទៅនិយាយរំខានគេអាហ្នឹងវាទោសឲ្យតម្លង់គេនេះអាហ្នឹងបានវាទៅជាគួរជាឆ្លងអីអាហ្នឹងផ្សេងមិនមែនមកពីមិនស្ដាប់ទេបើកាលណាគេមិនស្ដាប់គួរថ្លង់ចប់ហើយថ្លង់អស់ហើយមែនទេហ្នឹងហើយអញ្ចឹងមិនថាអ្វីយើងនិយាយវាមិនអស់ពាក្យស្ដាប់មិនស្រួលបំភ័យគ្នាហ្នឹងអញ្ចឹងបានធម៌ព្រះអង្គអត់មានធម៌បំភ័យទេគឺធម៌និយាយរហូតដល់យើងយល់រហូតដល់យើងព្រមថានឹងគួរតែលះបង់មែនគោលបំណងព្រះអង្គគឺអញ្ចឹងដូចជាគេសួរសិលនិងសិក្ខាបទខុសគ្នាមិនអញ្ចឹងតាមពិតបើយើងស្ដាប់មកផ្លេតទៅដោយព្រះអង្គគម្រាមថានេះវាបាបនេះវាអីមិនទេព្រះអង្គអត់ដែរគម្រាមអីគ្រាន់តែបង្រៀនយើងឲ្យយើងយល់ច្បាស់ឲ្យយើងចេះខ្លាចរឯងបាបដោយខ្លួនឯងខ្ពើមបាបដោយខ្លួនឯងហើយបើថាអ្នកណាមិនស្ដាប់ទេនឹងគឺមិនមានឧបនិស្ស័យហ្នឹងបាបបុណ្យនេះ
ជាធម្មជាតិទូទៅញាតិញោមព្រះអង្គសម្ដែងកម្មអាក្រក់កម្មល្អវាមិនមែនមានតែអ្នកកាន់ពុទ្ធសាសនាឯណាអ្នកអត់កាន់ក៏មានមែនទេចិត្តអាក្រក់ចិត្តល្អហ្នឹងមានគ្រប់គ្នាទេគ្រប់សាសគ្រប់ជាតិគឺមានគ្រប់គ្នាពេលស្លាប់ទៅអស់មានស្អីមានតែរបស់ពីរហ្នឹងដែលចាត់ចែងខ្សែជីវិតរបស់យើងហ្នឹងនឹងចឹងហើយវាជាពាក្យ logic បំផុតហើយថាមនុស្សត្រូវ responsible ខ្លួនឯងអំពើកម្មរបស់ខ្លួនឯងយើងឲ្យនរណា responsible ជាមួយមនុស្សយើងហ្នឹងវាមិនត្រូវរឿងសូម្បីតែច្បាប់ក្នុងសង្គមក៏អញ្ចឹងដែរយើងទៅលួចឲ្យឪទៅជាប់គុកមិនវាត្រូវតែវាច្បាស់លាស់អញ្ចឹងហ្នឹងហើយអញ្ចឹងរឿងហ្នឹងដល់តែយើងបកស្រាយមកឲ្យវាច្បាស់លាស់ថាតែគាត់ដេកលក់តែគាត់មើលមេឃតែគាត់យកដៃគូដៃលេងអាហ្នឹងវាសន្តានដែលជាប់ពីមុនមកដោយព្រះអង្គលើករឿងសារីបុត្រពេលមួយព្រះសារីបុត្រលោកដើរទៅដល់រង្វះទឹកទៅលោកលោតផ្លោតបានព្រះអង្គថាសារីបុត្រធម្មតាល្អណាស់ប៉ុន្តែម្ដងនេះលោតផ្លោតបានព្រះអង្គសួរថាមនីភិក្ខុទាំងឡាយដឹងរឿងអីទេអត់ដឹងណាលោកពីជាតិមុនធ្លាប់កើតស្វាវាមិនតន់អស់យល់ទេអញ្ចឹងបានជាក្រៅពីព្រះសម្មាសម្ពុទ្ធលះកាយប្រយោគនិងវិជ័យប្រយោគមិនអស់ទេមានតែព្រះសម្មាសម្ពុទ្ធទេដែលលះកាយប្រយោគនិងវិជ័យប្រយោគកាយប្រយោគគឺអ្វីដែលធ្លាប់ធ្វើតាមផ្លូវកាយហ្នឹងហើយអ្វីដែលធ្លាប់តាមផ្លូវវាចាជាងការអ្នកខ្លះគាត់ចិត្តគាត់បានស្អាតប៉ុន្តែពាក្យសម្ដីនៅពិបាកស្ដាប់វាធ្លាប់អញ្ចឹងណាហ្នឹងសូម្បីកាន់សិលចិត្តល្អឈប់សម្លាប់ឈប់អីប៉ុន្តែជាងកែគ្រាន់តែភ្ញាក់នៅតែកដុំឆែបអញ្ចឹងលះវាមិនអស់ប្រព្រឹត្តអញ្ចឹងប៉ុន្តែសន្តានចិត្តគាត់ល្អទេតែព្រះសម្មាសម្ពុទ្ធបានលះអស់កន្លែងហ្នឹង